ការបើកបរកណ្ដាលការធ្វើដំណើរវិញពីយន្តហោះបានជួបគ្រោះថ្នាក់ភ្លាមនោះស្រាប់តែមានមនុស្សម្នាក់បានស្លាប់នៅនឹងបន្ទាប់មកគាត់បានក្រោកឡើងហើយប្រញាប់ចូលទៅក្នុងកាប៊ីនយន្តហោះនេះដូចគ្នាហេតើអ្នកកំពុងជិះយន្តហោះមែនទេសូមបង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នកទេយន្តហោះទាំងអស់ឥឡូវនេះបានវិលត្រឡប់ទៅទីតាំងដើមរបស់វាវិញផ្លូវសូមចេញពីឡានជាបន្ទាន់កាប៊ីនខ្ញុំកើតមកមានភ្នែកម្ខាងមើលឃើញសូម្បីតែចម្ងាយ100គីឡូម៉ែត្រក៏ដោយពាក្យនិងរូបភាពទាំងអស់អាចមើលឃើញយ៉ាងច្បាស់ធូវិបត្តិនេះមិនទាន់ចប់នៅឡើយទេតើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលយន្តហោះបានវិលមករកសភាពធម្មតាវិញហើយតើអ្នកចង់ធ្វើអ្វីតើអ្នកនឹងជិះម៉ូតូទេប្រធានទំនាក់ទំនងក្រុមទី1ឡើងយន្តហោះប្រធានក្រុមទី2ក៏ត្រូវបានតាក់ទងផងដែរកុំឡើងយន្តហោះដែលដំណើរការតាមផ្លូវអាកាសជើងហោះហើរនោះបានបាត់ខ្លួនអស់រយៈពេល30វិនាទីវាស្មើនឹងការប្រកាសចុងបញ្ចប់នៃអាណត្តិជើងហោះហើរទាំងមូលត្រូវបានបាត់បង់ខ្ញុំត្រូវបានភ្ជាប់ទំនាក់ទំនង1នាទីហៅមុខងារស្វែងរកផ្លាកលេខហៅមុខងារស្វែងរកផ្លាកលេខហៅមុខងារស្វែងរកផ្លាកលេខនាយកជិះយន្តហោះការទំនាក់ទំនងត្រូវបានស្ដារឡើងវិញមនុស្សគ្រប់គ្នានៅលើយន្តហោះមានសុវត្ថិភាពនិងសុខសប្បាយវាកំពុងហោះហើរអភូតហេតុអ្វីបានជាអស្ចារ្យម្ល៉េះហៅមុខងារស្វែងរកផ្លាកលេខចាំបន្តិចទើបតែមានសារមួយនៅលើវិទ្យុសំឡេងដែលមិនធ្លាប់ស្គាល់តើអ្នកណានៅក្នុងកាប៊ីនយន្តហោះនេះជាគេហទំព័រដាក់ឲ្យដំណើរការសម្រាប់ក្រុមហ៊ុន Blue Airlines ខ្ញុំទទួលបន្ទុកលើយន្តហោះតើអ្នកឈួតមែនទេលោកប្រធានវាហាក់ដូចជារឿងអាក្រក់មួយជើងហោះហើរត្រូវបានពន្យាពេលខ្ញុំជាមេបញ្ជាការចេញខ្ញុំបញ្ជាឲ្យអ្នកនិយាយភ្លាមបើមិនដូច្នោះទេអ្នកនឹងទទួលរងផលវិបាកចេញខ្ញុំចាំគាត់នៅពេលនោះសូមអញ្ជើញចូលរួមទស្សនាការសម្ដែងក្បួនដង្ហែយោធារបស់ខ្ញុំនៅពេលនោះខ្ញុំគ្រាន់តែជាមិត្តរួមថ្នាក់ប៉ុណ្ណោះនាងមើលទៅក្មេងណាស់គាត់គ្រាន់តែជាសិស្សវិទ្យាល័យម្នាក់ជិះយន្តហោះដឹកអ្នកដំណើរជីវិត350បើកហើយទៅខ្ញុំបញ្ជាអ្នកចាក់ចេញពីកាប៊ីនយន្តហោះភ្លាម11គីឡូម៉ែត្រពីមុខទីក្រុងមានមនុស្សម្នាក់កំពុងធ្វើដំណើរក្នុងល្បឿនលឿនការលោភលន់យ៉ាងខ្លាំងរបស់ចេញចំពោះផ្លេកម៉ូតូការរកពណ៌ខៀវដូចពុកចាប់ផ្ដើមដំណើរការជើងហោះហើរបានស្នើសុំការផ្លាស់ប្ដូរជើងហោះហើរជាបន្ទាន់ខ្សែរថភ្លើងត្រូវបង្កើតយ៉ាក្រាមពាក្យសញ្ញារ៉ាដាក្មេងនេះកំពុងនិយាយមិនសមហេតុផលទាំងស្រុងគ្មានផ្លូវណាមួយក្នុងចំណោមផ្លូវទាំង8អាចលើករ៉ាដាបានថាគ្មានអ្វីនៅខាងមុខទេចង្កង់ពុកដ៏លោភលន់មិនយល់ស្របនឹងការងាកមកវិញទេខ្ញុំមិនយល់ស្របនឹងអង្គការនេះទេគាត់បានងាកទៅរកមួយដ៏ធំរួចទៅហើយអាកប្បកិរិយានេះមិនដូចអាកប្បកិរិយារបស់សិស្សវិទ្យាល័យទេពួកគេច្បាស់ជាចោរប្លន់ហើយនេះជារឿងមិនពិតគាត់គ្រាន់តែបញ្ជាខ្ញុំដោយសារតែខ្ញុំមិនស្ដាប់បង្គាប់គាត់អ្នកត្រូវបានបញ្ជាឲ្យត្រឡប់ទៅទីតាំងដើមវិញភ្លាមបើមិនដូច្នោះទេខ្ញុំនឹងយកអ្នកការព្រមានពីបន្ទប់សវនាការការព្រមានក្រុមហ៊ុនអាកាសចរ Blue Airlines បានចាក់ចេញហើយចាប់ផ្ដើមដំណើរកំសាន្តល្បឿនលឿនគាត់ចង់មានន័យថាគាត់មិនចង់បានការបង្កើតពុកទេសិស្សវិទ្យាល័យម្នាក់នោះទើបតែពេលនេះប្រសិនបើអ្នកផ្លាស់ប្ដូរគំនិតរបស់អ្នកដោយឆ្លៀសវៃក្នុងរយៈពេល10នាទីនឹងធ្លាក់ចូលទៅក្នុងពុកឈូយ៉ាងជ្រៅក្រុមនោះបានទិញមេឈើដែលមានសរសមួយឡើងលើអាកាសជូនដំណឹងដល់ខ្ញុំអំពីអ្វីមួយមែនទេភ្នែកទេរបស់គាត់ពិតជាលើសពីបច្ចុប្បន្ននេះទំនើបបំផុតរបស់ពិភពលោកប្រាមីដាពិតជាមិនអាចទៅរួចទេសិស្សវិទ្យាល័យម្នាក់ដែលខ្សោយកម្លាំងស៊ើបអង្កេតអត្តសញ្ញាណរបស់គាត់ឲ្យបានរហ័ស